អូខេជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានឹងស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីម្ដងទៀតបងប្អូនហ្នឹងនេះគឺខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នានិងក៏ចង់មកប្រៀបបងប្អូនទាំងអស់គ្នារបៀបក្នុងការ login Telegram ពីទូរស័ព្ទចាស់ទៅទូរស័ព្ទថ្មីបងប្អូនបាទដើម្បីធ្វើវាបានបងប្អូនខ្ញុំសូម recommend បងប្អូនឬក៏ណែនាំបងប្អូនកុំអានលុបនេះលុប Telegram ដែលចេញពីទូរស័ព្ទចាស់របស់យើងបងប្អូននេះTelegram នេះបងប្អូនកុំអាលុបវាចេញពីទូរស័ព្ទចាស់របស់យើងហើយយើងកុំអាលុបដោយសារតែយើងត្រូវការយកវាមកដាក់នៅលើទូរស័ព្ទថ្មីមួយទៀតនេះអញ្ចឹងបងប្អូនខ្ញុំសូមណែនាំឲ្យកុំអាលជេរខ្ញុំបាទថ្ងៃនេះគឺខ្ញុំមកប្រៀបបងប្អូនអរគ្នារបៀបក្នុងការដាក់វាហើយខ្ញុំសូមណែនាំបងប្អូនកុំអាលលុប Telegram ចេញពីទូរស័ព្ទចាស់យើងចាំពេលដែលយើងយកដាក់នៅទូរស័ព្ទថ្មីហើយចាំយើងលុបវាតាមក្រោយទៅវាអីណាបងប្អូនហើយបងប្អូនមានចម្ងល់ពាក់ព័ន្ធមួយនឹង Telegram បងលុយបងប្អូនអាចតាក់ទងមកខ្ញុំបានណាចាំខ្ញុំបងប្អូនអាច comment នៅក្នុងវីដេអូខ្ញុំទៅហើយចាំខ្ញុំតម្លាក់ Telegram ខ្ញុំឲ្យបងប្អូនតាក់ទងមកខ្ញុំមានសេវាកម្មធ្វើពីចម្ងាយឲ្យបងប្អូនបានដែរអញ្ចឹងណាបងប្អូនបាទតោះឥឡូវដើម្បីធ្វើវាបានបងប្អូនចូលមកកាន់Telegram ម្ចាស់របស់យើងមកបាទចូលមកកាន់ទូរស័ព្ទរបស់យើងមួយទៀតនេះមកបាទអានេះជា Telegram ចាស់ខ្ញុំសូមដាក់អន្ទឹមគ្នាចេះដើម្បីឲ្យវាឲ្យបងប្អូនងាយមើលបាទបងប្អូនចុចកន្លែងនេះមកដើម្បីមើលលេខទូរស័ព្ទ Telegram ចាស់របស់យើងនេះនៅកន្លែងហ្នឹងណាបងប្អូនអញ្ចឹងខ្ញុំសូមបាំងលេខខ្ញុំបន្តិចបាទនៅកន្លែងហ្នឹងហើយបងប្អូនចូលមកកាន់ទូរស័ព្ទថ្មីរបស់យើងមួយទៀតមកដើម្បីអាទូរស័ព្ទដែលយើងចង់បាន Telegram យកមកទុកក្នុងហ្នឹងណាបងប្អូនចេះខ្ញុំសូមដកនេះចេញមកបន្តិចសិនបាទខ្ញុំកាន់ចាស់អាថ្មីវិញបាទចាស់ដើម្បីធ្វើបានបងប្អូនចុច Telegram មកអូខេហើយបងប្អូនចុចពាក្យថា start មកបាទហើយកន្លែងនេះវាឲ្យ country អញ្ចឹងបងប្អូនខ្ញុំនិយាយលឿនបងប្អូនអាចធ្វើកាត់តាមខ្ញុំបានបងប្អូនវាយមក855មកវា load country ប្រទេសយើងមកឃើញទេបងប្អូនបាទយើងចុចមកលេខទូរស័ព្ទរបស់យើងមកបាទនេះយើងដាក់លេខដែលយើងភ្ជាប់មួយ Telegram ចាស់របស់យើងហ្នឹងបងប្អូនបាទអូខេបន្ទាប់ពីបងប្អូនដាក់លេខហើយបងប្អូនចុចសញ្ញាព្រួយនេះមកបាទចុចពាក្យ yes ចំណុចត្រង់នេះខ្ញុំបញ្យល់បងប្អូនគឺវាអត់តេឬក៏អត់បង់លុយទេវាត្រូវផ្ញើសារមក Telegram ក្នុងទូរស័ព្ទដៃចាស់របស់យើងបងប្អូននេះចាំមើលនេះបងប្អូនឃើញនេះវាផ្ញើមកដែលចាឃើញនេះវាផ្ញើមក Telegram ណាបាទគឺវាផ្ញើលេខកូដ4ខ្ទង់ឲ្យយើងបាទហ្នឹងអញ្ចឹងយើងយកអាលេខកូដ4ខ្ទង់ដែលវាផ្ញើឲ្យយើងហ្នឹងមកវាយនៅលើទូរស័ព្ទថ្មីបាទនេះស័ព្ទនេះបងប្អូនណាបងប្អូនអត់តណាបាទអញ្ចឹងបងប្អូនវាយមកបាទកន្លែងហ្នឹងខ្ញុំសុំបាំងបន្តិចណាបងប្អូនបាទយើងវាយមកគឺវា auto direct code ចូលហើយដោយសារតែ Telegram របស់ខ្ញុំគឺខ្ញុំចាក់ two factor បងប្អូនហ្នឹងហើយដើម្បីកុំឲ្យមានគេ hack របស់ខ្ញុំចូលបានដោយសារខ្ញុំមាន two factor របស់ខ្ញុំបាទខ្ញុំសុំវាយ two factor ខ្ញុំចូលសិនបាទចាំបន្តិចបងប្អូនហ្នឹងហើយបាទឥឡូវពេលដែលខ្ញុំវាយ two factor ខ្ញុំចូលហើយបងប្អូនចុចសញ្ញាព្រួយមកបងប្អូនមាន two factor បងប្អូនវាយមកបាទអញ្ចឹងគឺ Telegram យើងគឺបានមកនៅលើទូរស័ព្ទដៃដូចគ្នាទាំងពីរបាទបងប្អូនបាទបងប្អូននៅវីដេអូកន្លែងហ្នឹងគឺខ្ញុំសូមបញ្ចប់ដំណឹងហើយដោយសារតែខ្ញុំនិយាយទៅវាអត់ចាប់សំឡេងបងប្អូនអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូហ្នឹងតែដំណឹងហើយការធ្វើរបស់យើងក៏ទទួលបានជោគជ័យបងប្អូនគឺវាអូខេ 100% ណាបងប្អូនហើយបាទអរគុណដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយក៏អរគុណហើយកុំភ្លេចជួយ Subscribe ហើយបើមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូខ្ញុំបានបាទអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតអូខេបាយបាយ